ស្រូវជាដំណាំចម្បងនិងជាទំនិញនាំចេញដ៏សំខាន់របស់កម្ពុជាក្នុងឆ្នាំ2023ទឹកប្រាក់នៃអង្គនាំចេញសម្រេចបានប្រមាណ 70% នៃទឹកប្រាក់នាំចេញផលិតផលកសិកម្មសរុបអាស្រ័យលើការវិនិយោគរបស់រដ្ឋាភិបាលដែលផ្ដោតទៅលើការបង្កើនដំណាំនិងរដូវដាំដុះព្រមទាំងអនុវត្តនូវដំណោះស្រាយកសិកម្មថ្មីៗនៅក្នុងផលិតកម្មដែលជាហេតុធ្វើឲ្យផលដំណាំស្រូវក្នុងរយៈពេល10ឆ្នាំកន្លងមកនេះមានកំណើនគួរឲ្យចាប់អារម្មណ៍ខ្លាំងប្រៀបទៅនឹងឆ្នាំ2014បរិមាណផលស្រូវសម្រេចបាន8,074,000 តោននោះដល់ឆ្នាំ2023បរិមាណផលស្រូវនៅទូទាំងប្រទេសបានកើនឡើងដល់11,415,000 តោនកំណើនស្មើនឹង 41.4% ក៏ប៉ុន្តែអាស្រ័យដល់ច្រើនមូលហេតុនិងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុលើពិភពលោកបង្កនូវគ្រោះរាំងស្ងួតនិងកង្វះទឹកសាបនៅក្នុងរដូវប្រាំងឬភ្លៀងព្យុះនិងទឹកជំនន់នៅរដូវប្រាំងបានធ្វើឲ្យប៉ះពាល់ដល់ការដាំដុះស្រូវរបស់ប្រជាកសិករទិន្នផលស្រូវជាមធ្យមនៅទូទាំងប្រទេសក្នុងរយៈពេល5ឆ្នាំកន្លងមកនេះសម្រេចបានត្រឹមតែ 3.2 តោនលើ1ហិកតាដែលនៅទាបខ្លាំងបើប្រៀបធៀបទៅនឹងតំបន់ដីសណ្ដទន្លេមេគង្គនៃប្រទេសវៀតណាមនិងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់និងលើពិភពលោកក្នុងពេលនោះតំបន់ដីសណ្ដទន្លេមេគង្គដែលមានលក្ខណៈដាំដុះប្រហាក់ប្រហែលគ្នាបច្ចុប្បន្នបានរួមចំណែករហូតដល់ទៅ 50% នៃបរិមាណផលស្រូវនិងជាង 90% នៃបរិមាណស្រូវនាំចេញនាបច្ចុប្បន្នរបស់វៀតណាមបម្រែបម្រួលអាកាសធាតុក៏បានបង្កការខូចអន្តរាយជាច្រើនផងដែរដូចជាភាពរាំងស្ងួតនិងភ្លៀងព្យុះខុសធម្មតាបានបណ្ដាលឲ្យខាត់បង់នូវទិន្នផលនិងគុណភាពបង្កើនចំណាយដាំដុះនិងកាត់បន្ថយប្រាក់ចំណេញរបស់ប្រជាកសិករនេះក៏ជាបរិបទដើមដំបូងដែលជំរុញឲ្យក្រុមហ៊ុនជីបណ្ឌៀនរួមជាមួយនឹងមជ្ឈមណ្ឌលជាតិផ្សព្វផ្សាយកសិកម្មនៃក្រសួងកសិកម្មអភិវឌ្ឍជនបទវៀតណាមអនុវត្តកម្មវិធីដាំដុះស្រូវឆាត់វៃសម្រាប់ទៅនឹងបម្រែបម្រួលនៃអាកាសធាតុចាប់ពីឆ្នាំ2016ដល់ឆ្នាំ2022ជាង500គំរូស្រែបង្ហាញនិងរាប់ម៉ឺនហិកតាបានអនុវត្តប្រើនីតិវិធីដាំដុះស៊ីសង្វាក់គ្នាជាហេតុកាត់បន្ថយចំណាយរួមចំណែកធានានូវទិន្នផលស្រូវក្នុងស្រែគម្រោងបង្ហាញដែលតែងសម្រេចបានជាង7 តោនលើ1ហិកតាហើយប្រាក់ចំណេញក៏កើនឡើងជាង4 លានលើ1ហិកតានីតិវិធីដាំដុះស្រូវឆ្លាតវៃសម្រាប់ទៅនឹងបម្រែបម្រួលអាកាសធាតុត្រូវបានទទួលស្គាល់ដោយក្រសួងកសិកម្មនិងអភិវឌ្ឍជនបទនៃប្រទេសវៀតណាមថាជាបច្ចេកវិទ្យាជឿនលឿនហើយអំពាវនាវឲ្យអនុវត្តប្រើជាទូទៅNhư chúng ta đã biết biến đổi khí hậu hiện nay diễn ra với ដោយដែលយើងបានដឹងហើយថាបម្រែបម្រួលនៃអាកាសធាតុកើតឡើងជាប្រចាំក្នុងកម្រិតមួយថ្ងៃកាន់តែខ្លាំងឡើងប្រឈមមុខនឹងស្ថានភាពបែបនេះឆ្នាំ2016ក្រុមហ៊ុនបណ្ឌៀនបានរៀបចំកម្មវិធីដាំដុះស្រូវឆ្លាតវៃសម្រាប់ទៅតាមបម្រែបម្រួលនៃអាកាសធាតុដែលបានប្រព្រឹត្តទៅនៅតំបន់ដីសណ្ដទន្លេមេគង្គហើយអស់បន្លាយរហូតដល់ឆ្នាំ2022ហើយបាននាយកដ្ឋានដាំដុះនៃក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបានទទួលស្គាល់កម្មវិធីនេះជាស្នាដៃវិទ្យាសាស្ត្រនិងបច្ចេកទេសជឿនលឿនយោងទៅលើលទ្ធផលនេះយើងខ្ញុំដែលជាអង្គភាពផលិតជីផ្គត់ផ្គង់ជូនទៅទីផ្សារកម្ពុជាដែលជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុនរបស់យើងខ្ញុំហើយផ្អែកទៅលើបវចនានៃការបម្រើអមដំណើរនិងចែករំលែកក្រុមហ៊ុនយើងខ្ញុំតែផ្គត់ផ្គង់នៅផលិតផលប្រកបដោយគុណភាពតែមានការច្នៃប្រឌិតកែលម្អនិងសមត្ថភាពត្រួសត្រាយនាំមុខឆ្លងតាមរយៈនេះយើងខ្ញុំបានសម្រេចចិត្តអនុវត្តកម្មវិធីដាំដុះស្រូវឆាត់វៃសម្រាប់ទៅតាមបម្រែបម្រួលនៃអាកាសធាតុនៅលើប្រទេសកម្ពុជាក្នុងគោលដៅចាត់ទុកប្រជាកសិករជាមុខសញ្ញាដែលត្រូវបម្រើយើងខ្ញុំតែងពុះពៀអស់លទ្ធភាពទោះជានៅតំបន់ណាឬទីកន្លែងណានៅលើផែនដីនេះយើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះផលិតផលដែលបានផ្គត់ផ្គង់ហើយធានានាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនដល់ប្រជាកសិករទាំងនេះគឺជាគោលដៅដែលក្រុមហ៊ុនបណ្ឌៀងយើងខ្ញុំផ្ដោតទៅលើយោងទៅលើគោលការណ៍នេះថ្នាក់ដឹកនាំក្រុមហ៊ុនភីហ៊ុនជីបណ្ឌៀនបានរួមប្រជុំជាមួយក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃក្រុមហ៊ុនបណ្ឌៀនដើម្បីឯកភាពគម្រោងផែនការអនុវត្តកម្មវិធីដាំដុះស្រូវឆ្លាតវៃនៅកម្ពុជាហើយបានចាត់តាំងសាស្ត្រាចារ្យបណ្ឌិតងឿបាវ៉េធ្វើជាប្រធានក្រុមប្រឹក្សានៃកម្មវិធីគម្រោងស្រែបង្ហាញទាំងនេះត្រូវបានអនុវត្តក្នុងភាពសហការដ៏ជិតស្និទ្ធរវាងក្រុមហ៊ុនបណ្ឌៀននិងតំណាងចែកចាយគឺក្រុមហ៊ុនយេតាគ្រប់
គោលដៅធំជាងគេគឺក្រុមហ៊ុនបណ្ឌាននិងអ្នកចែកចាយរបស់ខ្លួនរួមចំណែកជួយវិស័យកសិកម្មរបស់កម្ពុជាជាពិសេសគឺដំណាំស្រូវមានការអភិវឌ្ឍនេះក៏ជាវិធីជួយឲ្យក្រុមហ៊ុនបណ្ឌានក្រុមហ៊ុនយតាគ្រប់និងដេប៉ូអាជីវកម្មចែកចាយសម្ភារៈកសិកម្មដែលជាអ្នកផ្ដល់សម្ភារៈផលិតកម្មកសិកម្មជូនប្រជាកសិករបានអភិវឌ្ឍប្រកបដោយចីរភាពដើម្បីឲ្យគំរូស្រែបង្ហាញមានប្រសិទ្ធភាពក្រុមប្រឹក្សានិងកម្មាភិបាលបច្ចេកទេសរបស់ក្រុមហ៊ុនបណ្ឌាននិងយតាគ្រប់បានដំណើរការចុះទៅសិក្សាទីតាំងធ្វើស្រែគម្រោងបង្ហាញនិងសម្ភាសជាមួយកសិករដើម្បីចាប់យកបច្ចេកទេសដាំដុះរបស់គាត់កន្លងទៅព្រមជាមួយគ្នានេះក្រុមការងារក៏បានយកដីទៅវិភាគចំនួនជាង30គំរូដីដើម្បីវាយតម្លៃរាល់ទិន្នន័យនៃសារធាតុដីសម្ដៅស្វែងយល់នៅកត្តាមិនអំណោយផលហើយកសាងនីតិវិធីនិងណែនាំការប្រើប្រាស់ជីឲ្យបានសមស្រប លក្ខណៈដៃធ្លីធ្វើស្រូវនៅកម្ពុជាមានការអន់ខ្សោយច្រើនទីមួយគឺខ្វះជាតិសរីរាង្គហើយម្យ៉ាងទៀតហ្នឹងគឺដៃមានជាតិជូរច្រើនហើយលទ្ធផលដែលរក្សាជាតិបំពន់របស់ដៃក៏មានកម្រិតទាបដល់ហើយហើយម្ដាយជាតិបំពន់នៅក្នុងដៃអាចនិយាយបានថាវាពីកម្រិតក្រដល់ទៅមធ្យមម្ល៉េះហើយការវប្បកម្មរបស់បងប្អូនកសិករអាចនិយាយបានថាមានបញ្ហាជាច្រើនក៏បីត្រូវការកែប្រែនិងធ្វើឡើងវិញឧទាហរណ៍មកដូចជាការប្រើប្រាស់ជីគីមីទោះបីដៃវាមានលក្ខណៈខ្សោយដូចខ្ញុំនិយាយនៅខាងលើហើយប៉ុន្តែបងប្អូនប្រជាកសិករយើងមិនទាន់មានការប្រើប្រាស់ជីឲ្យបានសមស្របដើម្បីកែលម្អដៃឲ្យបានល្អជាងមុនពេលដាំស្រូវក៏ដូចជាក្នុងរយៈពេលដាំបងប្អូនកសិករយើងប្រើប្រាស់ជីគឺសម្រាប់ផ្គត់ផ្គង់ជាតិបំពន់ឲ្យដំណាំស្រូវត្រឹមត្រូវណាស់យើងខ្ញុំឃើញថាចាំបាច់ត្រូវតែមានការដាក់ចេញដំណោះស្រាយដើម្បីពិភាក្សាជាមួយប្រជាកសិករដើម្បីធ្វើស្រូវដោយវិធីឆ្លាតវៃបង្កើនទិន្នផលបន្ថយការចំណាយក្នុងការដាំស្រូវជូនបងប្អូនប្រជាកសិករយើងបាទយោងទៅលើលទ្ធផលវាតម្លៃជាដើមដំបូងនៃកង្វះខាតរបស់ដីដាំដុះនិងបច្ចេកទេសដាំដុះរបស់ប្រជាកសិករហើយដោយមានការឯកភាពនិងការសម្របសម្រួលពីអគ្គនាយកដ្ឋានកសិកម្មនិងរុក្ខាប្រមាញ់នាយកដ្ឋានស្រូវអង្គរមជ្ឈមណ្ឌលជាតិបណ្ដុះប្រពូជនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទនៃបណ្ដាខេត្តដាំដុះស្រូវសំខាន់កម្មវិធីនេះបានកសាងនីតិវិធីដាំដុះដើម្បីអនុវត្តចូលទៅក្នុងគំរូស្រែបង្ហាញដោយផ្ដោតទៅលើការអនុវត្តរាល់ដំណោះស្រាយបច្ចេកទេសកសិកម្មដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់បំផុតតាមលក្ខណៈដាំដុះនៅកម្ពុជាដូចតទៅ 1. ត្រូវរៀបចំដីឲ្យបានហ្មត់ចត់ដែលរួមមានភ្ជួររាស់កាយដីឲ្យស្មើរាបលើវាលស្រែបុកភក់ឲ្យម៉ត់មុននឹងសាបព្រោះ 2. ប្រើពូជស្រូវល្អអតិភិបពូជដែលមានការបញ្ជាក់ទទួលស្គាល់និងកាត់បន្ថយបរិមាណគ្រាប់ពូជត្រូវសាបព្រោះ 3. គ្រប់គ្រងល្អបញ្ហាស្មៅនិងសត្វល្អិតចង្រៃសំខាន់ផងទាំងពួងអតិភិបប្រើវិធានការចម្រុះនិងសមស្របបរិស្ថាន 4. ដាក់ជីកែលម្អដីនិងជីជំនាញប្រើសម្រាប់ដំណាំស្រូវដែលបានស្រាវជ្រាវឲ្យសមស្របនឹងដីស្រែនៅកម្ពុជា Sau khi hội đồng khoa học và cùng với các bộ kỹ thuật បន្ទាប់ពីក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងកម្មាភិបាលបច្ចេកទេសរបស់ក្រុមហ៊ុនភីហ៊ុនជីបណ្ឌានរួមជាមួយកម្មាភិបាលបច្ចេកទេសរបស់ក្រុមហ៊ុនយតាគ្រប់បានដំណើរការជីកយកគំរូដីមកធ្វើការវិភាគយើងខ្ញុំបានលើកឡើងនៅនីតិវិធីដាំដុះស្រូវឆ្លាតវៃនៅកម្ពុជាក្នុងនីតិវិធីនោះយើងខ្ញុំបានឲ្យអនុវត្តប្រើនៅផលិតផលជីក្បាលក្របីមានឈ្មោះថា Biocancy នេះគឺជាផលិតផលដែលផ្ដល់សារធាតុកាល់ស្យូមនិងម៉ាញ៉េស្យូមព្រមទាំងមីក្រូសារធាតុមួយចំនួនទៀតក្រៅពីនោះជី Biocancy ក៏មានបន្ថែម Bacillus ពិសេស3យ៉ាង Bacillus ទី1គឺដើម្បីបំលែងសារធាតុ Phosphor Bacillus ទី2គឺដើម្បីថ្វាយរលួយចម្បើងនិង Bacillus ទី3គឺដើម្បីបំលែងសំយោគអាសូតដើម្បីផ្ដល់សារធាតុចិញ្ចឹមឲ្យដើមស្រូវជាបន្តនាគ្រាដំបូង
បន្ទាប់មកទៀតយើងខ្ញុំផ្ដល់ផលិតផលប្រើជំនាញឲ្យដំណាំស្រូវនៅជីក្បាលក្របីស្រូវមួយសម្រាប់ឲ្យកសិករប្រើនាដំណាក់កាលស្រូវលូតលាស់បាន7ដល់10ថ្ងៃក្រោយសាបព្រោះហើយដល់ដំណាក់កាលទី2គឺ18ដល់22ថ្ងៃក្រោយសាបព្រោះនិងជីក្បាលក្របីស្រូវ2ដែលប្រើនាវគ្គចុងក្រោយជីទាំងនេះងាយប្រើបំផុតបងប្អូនប្រជាកសិករប្រើផលិតផលជីនេះក្នុងបរិមាណ100គីឡូក្រាមក្នុង1ហិកតាសម្រាប់ការដាក់ជីម្ដងហើយដល់ដំណាក់កាលស្រូវផើមបងប្អូនដាក់ជីក្បាលក្របីស្រូវ2ក្នុងបរិមាណ100ដល់120គីឡូក្រាមលើ1ហិកតាផ្អែកទៅលើផលិតផលទាំងនេះមិនត្រឹមតែជួយឲ្យប្រជាកសិករយើងបានធានានៅទិន្នផលប៉ុណ្ណោះទេថែមទាំងជួយកសិករយើងទទួលបានជោគជ័យហើយតាមរយៈនោះជួយឲ្យដេប៉ូយើងចែកចាយផលិតផលបានកាន់តែងាយស្រួលរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាពនិងជាពិសេសជាងនេះទៅទៀតគឺការជួយឲ្យកសិករកម្ពុជាយើងលើកកម្ពស់ប្រាក់ចំណូលនិងមានបាន តាមបច្ចេកទេសចំណាយតិចយើងបានផលច្រើនហើយទិន្នផលបានខ្ពស់តបមកយើងចំណេញលុយច្រើន បាទចំណាប់អារម្មណ៍ស្រែនេះគឺយើងព្រោះយើងប្រើប្រាស់ពូជតិចហ្នឹងហើយយើងបាជីវគ្គមួយហ្នឹងជីកបីស្រូវមួយហ្នឹងឃើញថាបែកគុំបានច្រើនបងដើមដងវាខៀវល្អហើយស្លឹកវារឹងឈរហ្នឹងហើយយើងអត់ពិបាកលាយណាបងអត់ពិបាកលាយបងបានន័យថាថៃការ៉ុងបាចយកបណ្ដោយបាទហើយចាប់បាចក្រោយបាចមកយើងឃើញមានដើមការលូតលាស់របស់វាលឿនហ៎បងឃើញការលូតលាស់របស់វាលឿនណាស់បងល្អដើមដងវាធំល្អរឹងស្លឹកឈរហ្នឹងហើយហើយឥឡូវដល់បែកគុំវាបានបាទចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមហ៊ុនជីសញ្ញាក្បាលក្របីនិងក្រុមហ៊ុនជីតាក់គ្រប់ដែលបានផ្ដល់ចំណេះដឹងដល់រូបខ្ញុំក្នុងការធ្វើស្រែបង្ហាញហើយនឹងការចំណាយការប្រើប្រាស់តិចហើយនឹងទទួលបានទិន្នផលខ្ពស់និងចំណេញច្រើននឹងការប្រៀបធៀបទិន្នផលពីដំបូងឡើយខ្ញុំក៏មិនសូវជឿដែរថាស្រូវយើងព្រោះតិចហ្នឹងបានផលរហូតដល់8តោន800គីឡូក្នុង1ហិកតាដល់ការប្រៀបធៀបជាមួយនឹងពីមុនមកខ្ញុំបានច្រើនអស់ការប្រើប្រាស់ពូជច្រើនហ្នឹងគឺបានត្រឹមតែ6តោននេះច្រើនបំផុតហើយសម្រាប់ខ្ញុំមកហើយបើធៀបនឹងសូម្បីតែប្រជាកសិករទាំងអស់ដែលគាត់តែងតែជីកាត់ស្រែខ្ញុំហ្នឹងក៏គាត់អត់នឹកស្មានថាស្រូវខ្ញុំបានដល់កម្រិតហ្នឹងដែរដោយសារតែជាក់ស្ដែងខ្ញុំបានផ្ទាល់ហ្នឹងគឺបានច្រូតប្រមូលផលហ្នឹងអស់រយៈពេល2ឆ្នាំនិង3រដូវដាំដុះស្រូវកម្មវិធីនេះបានអនុវត្តគំរូចំនួន22ស្រែបង្ហាញនៅតាមបណ្ដាខេត្តតាកែវព្រៃវែងស្វាយរៀងពោធិ៍សាត់កំពង់ចាមកំពង់ធំបាត់ដំបងបន្ទាយមានជ័យសៀមរាបឃើញថាគំរូស្រែបង្ហាញទាំងនោះទទួលបានលទ្ធផលជាបឋមយ៉ាងកប់ប្រសើរជាអាចដូចតទៅ 1. បរិមាណគ្រាប់ពូជសាបព្រោះបរិមាណគ្រាប់ពូជសាបព្រោះត្រូវបានកាត់បន្ថយពី 50% ទៅ 100% បើប្រៀបធៀបទៅនឹងទម្លាប់ដើមគំរូស្រែបង្ហាញប្រើគ្រាប់ពូជសាបព្រោះត្រឹមតែ70ទៅ120គីឡូក្រាមក្នុង1ហិកតាក្នុងលក្ខណៈសាបសើមដោយប្រើម៉ាស៊ីនសាបតាមគុម្ពឬម៉ាស៊ីនសាបរង្វិលនិងប្រើ160ដល់180គីឡូក្រាមក្នុង1ហិកតាក្នុងលក្ខណៈសាបគោក 2. ការចំណាយវិនិយោគចំណាយលើការវិនិយោគបានថយចុះពី90ទៅ212ដុល្លារលើ1ហិកតា 3. ទិន្នផលជាមធ្យមទិន្នផលសម្រេចបានជាង6តោនលើ1ហិកតាគំរូស្រែបង្ហាញជាច្រើនឡើងទៅដល់ជាង8តោនលើ1ហិកតាធៀបនឹងស្រែប្រៀបធៀបពោលគឺកើនឡើងពី950គីឡូក្រាមដល់1400គីឡូក្រាមក្នុង1ហិកតា 4. ប្រាក់ចំណេញមធ្យមប្រាក់ចំណេញរបស់ប្រជាកសិករបានកើនឡើងពី263ទៅ511ដុល្លារក្នុង1ហិកតាទឹក300គីឡូនៅក្នុង1ហិកតាគឺគាត់ព្រោះដោយដៃតែម្ដងការអនុវត្តបែបនេះគឺវាបណ្ដាលឲ្យថ្លៃដើមវាកើនឡើងដោយសារតែការប្រើប្រាស់ពូជច្រើនអញ្ចឹងបើយើងនាំមកនៅបច្ចេកទេសឆ្លាតវៃគឺថាយើងអនុវត្ត
ដោយប្រើប្រាស់ឧបករណ៍ព្រោះស្រូវគឺយើងអាចអនុវត្តព្រោះក្របស្រូវអាចពី60ទៅ120គីឡូនៅក្នុង1ហិកតា គឺយើងកាត់បន្ថយថ្លៃដើមបានជាច្រើនហើយទិន្នផលគឺវានឹងទទួលបានខ្ពស់ជាងការអនុវត្តទៅតាមធម្មតាដែលគាត់ប្រើប្រាស់ពូជច្រើនហើយមួយយ៉ាងវិញទៀតនោះគឺការអនុវត្តបច្ចេកទេសឆ្លាតវៃគឺយើងកាត់បន្ថយនៅស្មៅដែលវាដុះនៅក្នុងស្រែក៏ដូចជាសត្វល្អិតបំផ្លាញ មិនត្រឹមតែលទ្ធផលដែលសម្រេចបានតាមគំរូស្រែបង្ហាញប៉ុណ្ណោះទេកម្មវិធីដាំដុះស្រូវឆាត់វៃក៏បានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលបង្ហាត់វឹកវើនិងផ្ទេរបច្ចេកវិទ្យាដាំដុះជូនដល់ប្រជាកសិករផងដែរតាមរយៈវគ្គបណ្ដុះបណ្ដាលសិក្ខាសាលានិងណែនាំបច្ចេកទេសផ្ទាល់នៅលើវាលស្រែអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការកសិកម្មបានណែនាំបច្ចេកទេសដាំដុះនិងបានឆ្លើយតបនឹងសំណួរជាច្រើនទាក់ទងទៅនឹងការធ្វើស្រែរបស់វិជាកសិករនៅបណ្ដាតំបន់អនុវត្តស្រែគំរូបង្ហាញក្រៅពីនោះក៏មានវីដេអូបញ្ចាំងអត្ថបទផ្សេងៗបានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍កាសែតនិងបណ្ដាញសង្គមតាមរយៈកម្មវិធីនេះយើងខ្ញុំបានកត់សម្គាល់នៅភាពសកម្មពីសំណាក់ដេប៉ូចែកចាយលក់ជីសញ្ញាក្បាលក្របីនៅតាមបណ្ដាខេត្តក្នុងការជ្រើសរើសកសិករអនុវត្តគំរូស្រែបង្ហាញជួយឧបត្ថម្ភរាល់សកម្មភាពចុះពិនិត្យស្រែនិងពិគ្រោះយោបល់កសិករជាពិសេសនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលនាចុងរដូវដាំដុះកិច្ចសហប្រតិបត្តិការទាំងនេះរួមចំណែកដល់ការផ្សព្វផ្សាយនៅដំណោះស្រាយបច្ចេកទេសដាំដុះដកស្រង់ពីគំរូដាំដុះស្រូវឆាត់វៃទន្ទឹមនឹងនោះក៏មានការអតិសនាមនៅផលិតផលជីថ្មីៗដែលសមស្របនិងមានប្រសិទ្ធភាពសម្រាប់ដីដាំដុះស្រូវដូចជាជីក្បាលក្របីបាយកាន់ស៊ីជីក្បាលក្របីស្រូវ1ជីក្បាលក្របីស្រូវ2ជាដើមជូនដល់ប្រជាកសិករផ្ដល់ជូនប្រជាកសិករនៅដំណោះស្រាយបច្ចេកទេសព្រមទាំងដំណោះស្រាយនៃជីប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើនទិន្នផលនិងប្រាក់ចំណេញក្នុងការដាំដុះស្រូវ Sau 3 vụ thực hiện cái chương trình canh tác thông minh thì những biến đổi khí hậu អស់រយៈពេល3រដូវកាលនៃការអនុវត្តកម្មវិធីដាំដុះស្រូវឆាត់វៃសម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុនៅលើប្រទេសកម្ពុជាយើងខ្ញុំទទួលបានលទ្ធផលវិជ្ជមានជាមោទនភាពលើវាលស្រែនៅប្រទេសកម្ពុជាដែលជាសមិទ្ធផលនៃការបម្រើប្រជាកសិករសម្រាប់បាននៅលទ្ធផលនេះជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះភាពសហការសម្របសម្រួលពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាពីសំណាក់បណ្ដាស្ថាប័នរបស់ក្រសួងអ្នកវិទ្យាសាស្ត្រនៅកម្ពុជាក៏ដូចជាអ្នកវិទ្យាសាស្ត្រនៅប្រទេសវៀតណាមហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនយេតាគ្រប់និងបងប្អូនប្រជាកសិករទាំងអស់ដែលបានចូលរួមក្នុងការអនុវត្តគំរូស្រែបង្ហាញជាហេតុបង្កលក្ខណៈឲ្យយើងខ្ញុំអនុវត្តគំរូដាំដុះស្រូវឆាត់វៃសម្ដៅអនុវត្តប្រើនៅដំណោះស្រាយដាំដុះស្រូវឆាត់វៃក្នុងវាលស្រែដែលនាំមកនូវលទ្ធផលល្អកប់ប្រសើរនារយៈពេលខាងមុខយើងខ្ញុំនឹងបន្តពង្រីកគំរូដាំដុះស្រូវឆាត់វៃនេះនៅលើតំបន់ដីច្រើនកន្លែងនិងតំបន់ដីអេកូឡូស៊ីផ្សេងៗគ្នាព្រមទាំងពិសោធន៍ពូជដំណាំខុសៗគ្នាលើដីស្រែផ្សេងៗគ្នាហើយអនុវត្តនៅរបបដាំដុះផ្សេងៗគ្នាដើម្បីយើងអាចមានការសន្និដ្ឋាននិងលើកនីតិវិធីស្តង់ដារដើម្បីបម្រើប្រជាកសិករអនុវត្តទៅលើវាលស្រែរបស់ខ្លួនហើយតាមរយៈនេះជួយប្រជាកសិករលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរបស់ខ្លួនអស់រយៈពេល2ឆ្នាំអនុវត្តកម្មវិធីដាំដុះស្រូវឆាត់វៃសម្របទៅនឹងបម្រែបម្រួលនៃអាកាសធាតុនៅកម្ពុជាបាននាំមកនូវលទ្ធផលដំបូងដ៏ល្អប្រសើររាល់ដំណោះស្រាយនៃការដាំដុះបែបថ្មីប្រកបដោយប្រសិទ្ធភាពបានជួយកាត់បន្ថយចំណាយបង្កើនទិន្នផលនិងប្រាក់ចំណេញជូនដល់ប្រជាកសិករយើងកម្មវិធីនេះក៏បានទទួលនូវការទទួលស្គាល់និងការវាយតម្លៃខ្ពស់ពីបណ្ដាស្ថាប័នកសិកម្មនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាពីប្រជាកសិករផងដែរនោះគឺជាកត្តាដើមដំបូងដ៏ល្អដើម្បីជឿជាក់ថាកម្មវិធីដាំដុះស្រូវឆាត់វៃនៅប្រទេសកម្ពុជាក៏នឹងនាំមកនូវភាពជោគជ័យកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខដោយដែលបានប្រព្រឹត្តទៅនៅតំបន់ដីសណ្ដទន្លេមេគង្គនៃប្រទេសវៀតណាមហើយនឹងរួមចំណែក
ជួយប្រជាកសិករនៅប្រទេសកម្ពុជាមានដំណោះស្រាយដាំដុះល្អប្រសើរសមស្របនិងឆ្លាតវៃដើម្បីអនុវត្តចូលទៅក្នុងផលិតកម្មកសិកម្មជាសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ